ជីវិតដូចខ្សែទឹកហូរទឹកមានច្រាំងសម្រាប់ការពារមិនឲ្យហូរទៅពីវាលពីកាលបានយ៉ាងណាជីវិតនេះក៏ត្រូវការច្រាំងគឺព្រះធម៌សម្រាប់ការពារដូចគ្នាអញ្ចឹងដែរទើបធ្វើឲ្យជីវិតនេះមានភាពល្អប្រសើរមិនលុះក្នុងអំណាចបាបអកុសលមើលខ្សែទឹកហូរចូលជន់ក្នុងស្ទឹងផ្នែកប្រឹងសម្លឹងដោយគិតពិចារទឹកហូររិញរិញបណ្ដាញលើគ្នាប៉ះផ្ទប់ថ្មដាបែកទឹកផ្កាត្រែងរលកធំតូចដង្គួចចូលគ្នានាំយកជលសាហូរទៅឯងនេះគឺធម្មជាតិបង្កើតតាក់តែងដងស្ទឹងធំវែងទឹកហូរអត់អាក់ការនេះធ្វើឲ្យគិតដល់ជីវិតកើតមករស់ឋិតនៅក្នុងវត្តដាក់វល់អន្តោលក្នុងសង្សារចក្រដោយខ្សែទឹកធ្លាក់ហូរទៅជានិច្ចខ្សែនៃទឹកហូរដូចជាជីវិតដែលតែងប្រព្រឹត្តក្នុងវត្តដាក់កិច្ចទឹកហូរប៉ះថ្មបែកចូលជន់លិចប្រៀបដូចជីវិតគ្រាជួបឧបសគ្គទឹកហូរហូរទៅកាន់ទន្លេហូរទៅយ៉ាងថេររិញអត់អាក់ប្រៀបដូចជីវិតស្ថិតក្នុងវត្តដាក់តែងធ្លាក់ចូលក្នុងធម៌មរណភ័យអនិច្ចំទុក្ខំអនត្តាធម៌នេះជាធម៌មានស្រេះនៅក្នុងលោកីមានកិច្ចបំផ្លាញសត្វក្នុងភពត្រៃឲ្យទទួលក្តីវិនិច្ឆ័យអន្តរាយលុះដល់និព្វានទៅបានរួចផុតចាកវត្តសមុទ្រនៃកម្មទាំងឡាយលែងកើតលែងចាស់លែងស្លាប់បែកធ្លាយនៅដោយសប្បាយក្នុងឋានសុខស្ងប់ដំណើរនៃខ្សែទឹកហូរក៏ដូចជាដំណើរនៃជីវិតមនុស្សយើងម្នាក់ដែរជីវិតរមែងមានការបត់បែននៅក្នុងលំហូរនៃទឹកក៏មានត្រីគ្រប់ប្រភេទហែបហែលបត់ចុះបត់ឡើងជីវិតមានឧបសគ្គឯទឹកក៏មានផ្ទាំងថ្មដុះនៅពាំងត្រង់កន្លែងដែលទឹកហូរជាផ្លូវនៃលំហូរនៃទឹកធ្វើឲ្យទឹកវិលច្រាចុះច្រាឡើងទឹកគឺវាឈប់ហូរនៅត្រង់កន្លែងដែលមានទំនាបដក់ទឹកជ្រៅរីឯជីវិតនៅពេលដែលជួបឧបសគ្គក៏ចាំបាច់ត្រូវតែមានមេត្តាធម៌និងបញ្ញានៅក្នុងចិត្តឲ្យបានច្រើនដើម្បីរក្សាលំនឹងជីវិតក្រសែនៃទឹកហូរដែលហូរទៅគ្មានថ្ងៃត្រឡប់វិញប្រៀបដូចជាជីវិតដែលមានតែថ្ងៃទៅមុខជានិច្ចទឹកផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់មនុស្សលោកជីវិតក៏ផ្ដល់ឲ្យនូវគុណប្រយោជន៍ច្រើនយ៉ាងដែរដល់មនុស្សលោកយើងប្រសិនបើដឹងពីវិធីប្រើចំពោះគុណវិបត្តិវិញទឹកក៏ជាមេបង្កអន្តរាយមួយដល់កាចសាហាវផងដែរពោលគឺវាអាចសម្លាប់ជីវិតយើងបានវាដូចគ្នាដែរនឹងមនុស្សមួយចំនួនដែលប្រើជីវិតក្នុងផ្លូវខុសដោយសេចក្តីប្រមាទហើយសេចក្តីប្រមាទនេះឯងដែលជាមេបង្កអន្តរាយដល់ពិតប្រាកដរបស់ជីវិតអ្នកប្រមាទទុកដូចជាមនុស្សស្លាប់សមដូចជាព្រះពុទ្ធភាសិតព្រះអង្គទ្រង់បានសម្ដែងថាបមាតោមច្ចុណោបទាំងអ្នកដែលប្រមាទរមែងចូលទៅកាន់ផ្លូវនៃសេចក្តីស្លាប់គ្រប់ជីវិតរស់នៅទាំងអស់អាចត្រូវបាត់បង់ទៅនៅប្រយោជន៍ឬត្រូវអន្តរាយត្រឹមតែមួយប្រព្រឹត្តផ្នែកតែប៉ុណ្ណោះប្រសិនបើនៅតែមានធัวប្រមាទនៅក្នុងសន្តានថ្ងៃនេះខ្ញុំបានផ្លាស់ប្ដូរទីកន្លែងពីជើងភ្នំម្ខាងទៅកាន់ទីកន្លែងមួយទៀតជាកន្លែងដែលមានសម្រស់ធម្មជាតិមិនសូវជាចាញ់គ្នាប៉ុន្មានផងដែរទេខ្ញុំបានអែបទៅឈរនៅច្រាំងម្ខាងនៃមាត់ស្ទឹងនៅទីនោះសម្បូរទៅដោយផ្ទាំងថ្មធំជាច្រើនក្នុងនោះមានដូចជាថ្មដាដែលជាថ្មប៉ប្រះទឹកតម្រៀបគ្នាជាជួរនិងជាពិសេសព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយដោះអមសងខាងមាត់ស្ទឹងធ្វើឲ្យស្ទឹងคล้ายទៅជាស្ទឹងបៃតងបានឃើញកាលណាដួងចិត្តរំជើបរំជួលត្រេកត្រអាលផ្លើតភ្លើនស្ទើរភ្លេចភ្លាំងស្មារតីខ្លួនខ្ញុំដូចត្រូវទេពមន្តសន្ដំដួងចិត្តអញ្ចឹងឯងខ្ញុំបានស្ដាប់សំឡេងទឹកហូរស្ដាប់សំឡេងបាក់សៃបាក់សាស្រែកយំខ្ញៀវខ្ញានិងស្នូរទង្គិចគ្នានៃស្លឹករុក្ខជាតិទាំងឡាយសែនពីរោះរំដំនៅឯលើវេហាវិញផ្ទៃមេឃក៏កំពុងតែបដូរពណ៌បដូររស្មីតម្រូវទៅតាមពេលវេលានៃសាយនហសម័យខ្ញុំបានសម្លឹងមើលទៅអ្នកអុំទូកមួយគូដែលកំពុងបោលប្រណាំងប្រជែងគ្នាពេលខ្លះក៏អុំពេលខ្លះក៏ឈប់ខ្ញុំសម្លឹងមើលទូកតូចមួយគូនេះធៀបគ្នាជាមួយនឹងស្ទឹងដ៏ធំសែនធំ
ទឹកស្ទឹងមិនដែលធ្លាប់ឈប់ហូរសូម្បីតែមួយវិនាទីវាបានហូរអស់រយៈពេលជាច្រើនរយឆ្នាំណាស់មកហើយការនេះធ្វើឲ្យខ្ញុំអត់ទ្រាំមិនគិតដល់ជីវិតមនុស្សមិនបានជីវិតនៅពេលខ្លះគឺមិនខុសអ្វីពីក្រសែទឹកសោះឡើយមិនខុសពីក្រសែទឹកដែលហូរធ្លាក់ចូលទៅកាន់ទន្លេដូចជាសេចក្តីស្លាប់ដែលត្រូវបានគេចាត់ទុកថាជាទន្លេនៃជីវិតនេះឯងហើយរាល់តែជីវិតគឺវាត្រូវតែហូរចូលទៅរួមគ្នានៅក្នុងទីនោះគ្រាន់តែថាយូរឬឆាប់តែប៉ុណ្ណោះក្រសែទឹកជារបស់មានជីវិតជាទីឲ្យកំណើតនៃជីវិតច្រើនប្រភេទឲ្យមនុស្សគ្រប់រូបបានពឹងពាក់អាស្រ័យបរិភោគនិងប្រើប្រាស់ឲ្យត្រីក្តាមខ្យងនិងសត្វគ្រប់ប្រភេទតូចធំនៅក្នុងទឹកអាចរស់នៅបានដោយហើយសូម្បីតែដើមឈើនៅទីនោះក៏រស់នៅបានដោយសារការអាស្រ័យទឹកផងដែរទីឋានដែលប្រាសចាកទឹកក៏ជាទីឋានដែលប្រាសចាកជីវិតបើមានទឹកល្អសម្រាប់អាស្រ័យជីវិតក៏សុខដុមក្សេមក្សាន្តដោយខ្សែទឹកហូរបានប្រាប់យើងច្បាស់ថានៅអរិយធម៌ដ៏ពិតប្រាកដនៃពិភពលោកយើងនេះខ្ញុំបានចំណាយពេលដើរយ៉ាងយឺតតាមថ្មដែលដុះនៅតាមមាត់ស្ទឹងមាត់ទឹកដើរខ្លះវាខ្លះតោខ្លះតាមផ្លូវដែលមានសភាពផ្សេងពីគ្នាទីបំផុតខ្ញុំក៏បានដើរទៅដល់កន្លែងមួយដែលមានផ្ទាំងថ្មធំអែបជាប់នៅនឹងមាត់ច្រាំងហើយលយចូលទៅក្នុងស្ទឹងពាក់កណ្ដាលស្ទឹងការនេះទើបធ្វើឲ្យខ្ញុំអាចមើលឃើញនៅដើមឈើធំទាំងឡាយបានយ៉ាងច្បាស់និងលំហូរនៃទឹកស្ទឹងដ៏វែងអន្លាយស្ទើរដាច់កន្ទុយភ្នែកនៅតាមមែកឈើទាំងឡាយដែលលយចូលមកខាងស្ទឹងមានលំអទៅដោយផ្កាប្រងព្រាតលាតសន្ធឹងអបដោយកន្ធពិដោក្រអូបឈ្ងុយឈ្ងប់សពទិសទាំងពួងដើមខ្លះក៏មានបាក់សៃបាក់សាទុំជ្រកជាទ្រនំតាមបណ្ដាមែកតូចធំទាំងឡាយមើលទៅមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេគឺពោពេញទៅដោយភាពអ៊ូអរទៀតផងភាពស្រស់ស្អាតទាំងអស់នេះគឺវាបានបង្កើតឲ្យមាននៅសេចក្តីសុខដ៏ក្រៃលែងជាសេចក្តីសុខដែលកើតអំពីសន្តិភាពនៃធម្មជាតិមនុស្សបានបោះបង់ចោលនៅធម្មជាតិហើយព្យាយាមលើកដំកើងនៅខ្លួនឯងមិនត្រឹមតែបោះបង់ប៉ុណ្ណឹងទេថែមទាំងកាប់បំផ្លាញចោលទៀតផងដូចជាភ្នំត្រូវคล้ายទៅជាទីវាលដីរាបស្មើហើយឯព្រៃក៏ត្រូវคล้ายទៅជាទីវាលលហោលហេវរកសំបីត្រឹមតែជ្រកសម្រាប់ជ្រកម្លប់បន្តិចបន្តួចពុំបានឡើយទាំងអស់នេះគឺដើម្បីត្រឹមតែបំពេញសេចក្តីស្រេកឃ្លានរបស់ខ្លួនតែប៉ុណ្ណោះហើយនៅទីបំផុតធម្មជាតិក៏ចាប់ផ្ដើមដាក់ទោសមនុស្សវិញពោលគឺព្រៃអស់ភ្នំត្រូវរលាយធម្មជាតិទាំងឡាយត្រូវខ្សែសូន្យសង្ខារបណ្ដាលឲ្យកើតទៅជាទឹកជំនន់ធំឯអាកាសក៏ក្តៅហួតហែងខ្យល់ព្យុះបោកបក់ខ្លាំងជាញឹកញាប់ម្ដងហើយម្ដងទៀតគ្មានស្រាកស្រានតើគួរអនិច្ចាដែរឬទេមើលចុះសូម្បីតែមេឃក៏មិនហ៊ានបង្អុរភ្លៀងចុះមកដែរព្រោះខ្លាចចំពោះទង្វើដ៏អាក្រក់របស់មនុស្សធ្វើចំពោះខ្លួនយើងសង្កេតឃើញដីចាប់ផ្ដើមប្រេះបែកក្រហែងឯភាពរាំងស្ងួតក៏ចេះតែប្រកបឡើងហើយភពផែនដីទាំងមូលក៏ចាប់ផ្ដើមក្តៅទៅជាលំដាប់ដំណើរគ្នានេះដែរក៏មានមនុស្សមួយចំនួនចាប់ផ្ដើមអនុវត្តតាមផ្លូវព្រះធម៌ដោយការរស់នៅស្របតាមធម្មជាតិពោលគឺចាប់ផ្ដើមឲ្យតម្លៃធម្មជាតិឡើងវិញតែគួរឲ្យអនិច្ចាតើមានមនុស្សប៉ុន្មានអ្នកទៅណដែលអាចយល់បានដល់ត្រង់ចំណុចនេះខ្ញុំសូមអនុមោទនាត្រេកអរចំពោះម្រាមដៃរបស់សាធុជនទាំងឡាយណាដែលបានលោកចាប់យកនៅកូនឈើតូចមកដាំបណ្ដោះសូមឲ្យយើងទាំងអស់គ្នាខំប្រឹងប្រែងជួយគ្នាឡើងមេត្តាកុំបណ្ដោយឲ្យភពផែនដីនេះស្រែកទ្រហោយំឡើយឥឡូវនេះព្រះសូរិយាទុនទេជ្រេទៀបណាស់ទៅហើយរស្មីដ៏ស្រាលស្រទន់បានជះទៅត្រូវខាងម្ខាងនៃដើមរុក្ខជាតិទាំងឡាយទុកឱកាសឲ្យខ្ញុំបានចូលទៅអង្គុយនៅខាងក្រោមនៃម្លប់ឈើនោះខ្ញុំអង្គុយដោយស្ងៀមស្ងាត់តែម្នាក់ឯងហើយសម្លឹងមើលទៅខាងម្ខាងនៃស្ទឹងនៅក្នុងស្ទឹងមានទូកចម្លងជាច្រើនកំពុងដឹកអ្នកដំណើរឆ្លងពីត្រៃអាយទៅកាន់ត្រៃនាយការនេះធ្វើឲ្យខ្ញុំគិតប្រៀបធៀបថាស្ទឹងមានច្រាំងឯជីវិតក៏ចាំបាច់ត្រូវតែមានទិសដៅដ៏ពិតប្រាកដមួយមាគ៌ានៃជីវិតក៏មិនខុសអ្វីពីទូកដែលអ្នកកំពុងអុំឆ្លងច្រាំងនោះដែរឧបសគ្គនៃជីវិត
ក៏មិនខុសអ្វីពីអន្តរាយទាំងឡាយដែលតែងតែកើតមាននៅកណ្ដាលទឹកស្ទឹងនោះឡើយច្រាំងគឺជាទីតាំងដ៏មានសារៈសំខាន់សម្រាប់ទឹកព្រោះបើមានច្រាំងទើបទឹកអាចមានព្រំដែនច្បាស់លាស់មានផ្លូវហូរត្រឹមត្រូវដូច្នេះច្រាំងគឺជាព្រំដែនកំណត់និងតម្រង់ទិសដៅទឹកឲ្យមានទំហំនិងមានទិសដៅជាក់លាក់ឯជីវិតក៏ដូចគ្នាអញ្ចឹងដែរជីវិតគឺចាំបាច់ត្រូវមានគោលដៅហើយឯគោលដៅគឺជាធាតុផ្សំដ៏សំខាន់ដែលអាចធ្វើឲ្យជីវិតនេះមានតម្លៃការធ្វើដំណើរក្នុងផ្លូវដែលគ្មានគោលដៅច្បាស់លាស់សូម្បីដើរបានចម្ងាយឆ្ងាយប៉ុណ្ណាក៏ដោយក៏ទុកដូចជាការឥតប្រយោជន៍ឥតខ្លឹមសារដែរព្រោះមើលមិនឃើញទីកន្លែងដែលខ្លួនត្រូវទៅឲ្យដល់ពិតប្រាកដហើយដំណើរក៏ចេះតែឆ្ងាយទៅជាលំដាប់ការធ្វើដំណើរទៅឲ្យដល់គោលដៅវាក៏ដូចជាការដែលអុំទូកឲ្យដល់ច្រាំងអញ្ចឹងដែរដែលនេះគឺជាចំណុចចុងក្រោយរបស់ម្ចាស់ទូកតូចទាំងឡាយដែលខំប្រឹងអុំឲ្យដល់ជីវិតគឺចាំបាច់ត្រូវតែមានទស្សនវិស័យដើម្បីកំណត់គោលដៅឲ្យច្បាស់លាស់ព្រោះបើមិនដូច្នេះទេជីវិតក៏នឹងត្រូវវិលវល់អន្ទោលទៅអន្ទោលមកដដែលគ្មានទីបញ្ចប់ឡើយសំដូចព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាយប់យូរសម្រាប់អ្នកដេកមិនលក់យោជដាច់ស្រយាលសម្រាប់អ្នកស្បាយកម្លាំងហើយវត្តដ៏សង្សារវែងឆ្ងាយសម្រាប់បុគ្គលពីលទាំងមិនដែលដឹងច្បាស់នៅព្រះសទ្ធមខ្ញុំបានសម្លឹងទស្សនានៅរាល់សម្រស់ធម្មជាតិទាំងឡាយដោយក្តីរីករាយនិងសោមនស្សអស់ពីដួងចិត្តព្រោះតែមើលឃើញនៅគុណប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់នៃធម្មជាតិទាំងអស់នោះហើយក៏សម្លឹងមើលផងដែរនៅរាល់កលល្បិចកិច្ចល្បួងដ៏សែនអាក្រក់នៃវដ្តជីវិតនេះដែលទាំងអស់នេះគឺជាលក្ខណៈដើមនៃច្បាប់របស់ធម្មជាតិពិតមនុស្សដែលទទួលបាននៅសេចក្តីទុក្ខក៏ព្រោះមនុស្សចង់យកឈ្នះនៅលើធម្មជាតិពេលបានយកជ័យជំនះលើធម្មជាតិហើយក៏ត្រេកត្រអាលភ្លើនតែគេបែរជាភ្លេចគិតថាវត្ថុធាតុដែលគេទទួលបានបន្តិចបន្តួចមកនោះវាបានទៅបំផ្លាញនៅវត្ថុធាតុធម្មជាតិជាច្រើនផ្សេងទៀតឲ្យសាបសូន្យឲ្យវិនិច្ឆ័យអន្តរាយនិងអន្តរធានទៅតើដឹងដែរទេសកម្មភាពទាំងអស់នេះវាបានធ្វើឲ្យប៉ះពាល់ដល់ធម្មជាតិប៉ុណ្ណាវាក៏ដូចគ្នានឹងទឹកយ៉ាងនឹងដែរខ្សែទឹកដូចជាខ្សែជីវិតប្រសិនបើយើងធ្វើឲ្យទឹកស្អុយឬខូចក៏ដូចជាធ្វើឲ្យជីវិតយើងស្អុយឬខូចដូចគ្នាទាំងអស់នេះគឺមានន័យថាមនុស្សបានធ្វើឲ្យជីវិតខ្លួនដើរដល់ផ្លូវទាល់ច្រកមួយពោលគឺជាការបំផ្លាញខ្លួនឯងឲ្យវិនិច្ឆ័យអន្តរាយមនុស្សយើងគឺចូលចិត្តធ្វើអ្វីដែលបៀតបៀនខ្លួនឯងខ្លាំងណាស់ខ្ញុំតែងតែគិតនៅក្នុងចិត្តជារឿយថាជីវិតដែលយើងបានមកនេះគឺជាជីវិតដែលត្រូវសាបសូន្យទៅគឺមានន័យថាជីវិតបានមកដំណើរគ្នានឹងការបាត់បង់ទៅវិញមនុស្សលោកទាំងឡាយក្នុងសម័យកាលនេះតែងមានអំណួតអួតអាងថាគេជាមនុស្សទំនើបកម្មជាមនុស្សអភិវឌ្ឍជាមនុស្សដែលនាំឲ្យពិភពលោកបាននៅសេចក្តីចម្រើនរុងរឿងឲ្យទាន់សម័យឲ្យជាពិភពលោកមួយដែលទាន់សម័យហួសព្រំដែនការធ្វើដូច្នេះគឺវាដូចជាការបំផ្លាញនៅពិភពលោកជាការបំផ្លាញឲ្យពិភពលោកទាំងមូលនេះคล้ายទៅជាពិភពលោកមួយដែលគ្មានព្រំដែននិងគ្មានច្រាំងសម្រាប់ការពារសូម្បីទឹកស្ទឹងទន្លេសមុទ្រក៏វាមានច្រាំងរបស់វាដែរដើម្បីទប់ទឹកមិនឲ្យហូរលហលហាយទៅពាសវាលពាសកាលបានឥឡូវនេះពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាលមួយដែលគ្មានព្រំដែនគ្មានអ្វីដើម្បីការពាររារាំងហើយសម្លឹងរកមើលមិនឃើញត្រៃនាយត្រៃអាយទាល់តែសោះពិភពលោកដែលរីកចម្រើននេះជាពិភពលោកគ្មានព្រំដែនគ្មានច្រាំងគ្មានគ្រឿងការពារនោះបានសេចក្តីថាជាការរីកចម្រើនដែលប្រះចាកក្រមសីលធម៌និងគុណធម៌ខ្ញុំបានដើរត្រឡប់ទៅកាន់កន្លែងស្នាក់នៅឯជើងភ្នំវិញដោយទឹកចិត្តសោមនស្សស្រស់បំប្រងរងថ្លាសស្អាតបរិសុទ្ធឥតមងសៅទោះណាជាមានរឿងហេតុជាច្រើនត្រូវគិតជាមួយនឹងជីវិតនេះក៏ដោយព្រោះខ្ញុំបានគិតដោយសេចក្តីសុខស្ងប់និងពិចារណាឃើញដល់សារៈប្រយោជន៍នៃធនធានធម្មជាតិដែលជាគ្រូដ៏ចម្បងនិងដ៏ធំបំផុតធម្មជាតិនេះហើយដែលជាគ្រូដ៏ធំហើយក៏ជាគ្រូដំបូងបំផុតរបស់ព្រះសម្មាសម្ពុទ្ធព្រោះហេតុនោះទើបការត្រាស់ដឹងរបស់ព្រះអង្គមិនជាអ្វីដទៃក្រៅតែពីការត្រាស់ដឹងនៅធម្មជាតិនេះឡើយ
ព្រះអង្គទ្រង់បានរកឃើញនៅមូលហេតុនៃសេចក្តីទុក្ខនិងវិធីរំលត់ទុក្ខព្រះអង្គទ្រង់សិក្សាយ៉ាងច្បាស់នៅធម្មជាតិនៃការកើតការចាស់ការឈឺនិងការស្លាប់ជាអនិច្ចំទុក្ខំនិងអនត្តាហើយលើសពីនេះទៅទៀតព្រះអង្គទ្រង់ជ្រាបយ៉ាងច្បាស់ថាការឧបតិកើតឡើងជាការបញ្ចប់ទៅនៃជីវិតនេះគឺមាននៅក្នុងធម្មជាតិនេះឯងខ្សែទឹកគឺជាខ្សែជីវិតហើយវដ្តជីវិតគឺជាវដ្តនៃធម្មជាតិដែលមានការកើតនិងការរលត់ទៅគ្មានទីបំផុតកាលបើបានយល់ដល់ត្រង់ចំណុចនេះហើយយើងពិតជាអាចស្វែងរកនៅឧត្តមភាពនៃឋានបរមសុខឲ្យដល់ជីវិតបានជាក់ជាមិនខានឡើយនេះគឺជាសច្ចភាពនៃជីវិតដែលមិនអាចប្រកែកបានជីវិតសត្វលោកកើតមកគ្រប់គ្នាដោយកម្មវេរីសាងគ្រាអតីតរស់រងក្តីទុក្ខក្នុងលោកភព3ផលកម្មអប្រ័យកែច្នៃជីវិតរស់រងតែកម្មចាំជាប់កំណើតតាំងពីការកើតគឺកម្មវិចិត្រចាត់ចែងរៀបចំចងក្រងឲ្យឋិតរស់មានជីវិតចេះគិតចេះច្នៃធម្មជាតិបង្កើតឲ្យមានជីវិតធម្មជាតិប្រឌិតរឿងល្ខោនលោកីធម្មជាតិសាងកម្មប្រចាំខែថ្ងៃធម្មជាតិកែច្នៃឲ្យសុខនិងទុក្ខធម្មជាតិតាក់តែងសត្វនិងសង្ខារកសាងវាសនាសត្វក្នុងភពធម្មជាតិសាងប្រាណឲ្យខុសគប់ធម្មជាតិគូគប់នៃជីវិតដូច្នេះជីវិតគឺជាច្បាប់ធម្មជាតិគ្រប់យ៉ាងដែលមាននៅក្នុងជីវិតក៏ជាអ្វីដែលមាននៅក្នុងធម្មជាតិនេះឯងខ្ញុំបាននិយាយប្រាប់ម៉ែថាថ្ងៃនេះខ្ញុំសូមអនុញ្ញាតអធិប្បាយអំពីជីវិតខ្លះៗឲ្យម៉ែស្ដាប់អធិប្បាយទៅតាមទស្សនៈនៃការយល់ឃើញរបស់ខ្លួនដើម្បីឲ្យម៉ែបានវិនិច្ឆ័យនិងកែតម្រូវត្រង់ចំណុចខ្លះដែលពុំទាន់មានភាពត្រឹមត្រូវខ្ញុំបានប្រាប់ម៉ែថាជីវិតគឺជាការវង្វេងវង្វាន់ភ័ន្តភាំងតាំងពីកំណើតមកម្លេះហើយក៏ជារបស់ដែលកំណត់រកដើមដំបូងនិងទីបំផុតមិនបានផងដែរយើងជានរណាមកពីណាមកធ្វើអ្វីយើងពិតជាពុំអាចឆ្វេងយល់ដល់ត្រង់ចំណុចនេះបានប៉ុន្តែមានតែភាពជាសាច់សារលោហិតនឹងគ្នាតែប៉ុណ្ណោះដែលធ្វើឲ្យយើងមានអារម្មណ៍ថាត្រូវការគ្នាស្រឡាញ់រាប់អានគ្នានិងមាននូវភាពមេត្រីស្វាមីភក្តិចំពោះគ្នាទៅវិញទៅមកសម្រាប់ម៉ែខ្លួនឯងក៏មិនដឹងសោះថាអ្នកដែលមកចាប់កំណើតនៅក្នុងផ្ទៃពោះនេះតើមកពីណាបើប្រៀបធៀបផ្ទៃពោះរបស់ម៉ែទៅនឹងផ្ទះវិញម៉ែក៏គឺជាម្ចាស់ផ្ទះដ៏ចិត្តល្អម្នាក់ចិត្តប្រសើរខ្ពង់ខ្ពស់អត់អ្វីប្រៀបបានម៉ែទន្ទឹងរង់ចាំកូនដោយក្តីត្រេកអរទាំងដែលមិនដឹងសោះថាកូននោះជានរណាម៉ែព្រមឲ្យគ្រប់យ៉ាងទាំងអស់ឲ្យទាំងការចិញ្ចឹមបីបាច់ថែរក្សាភាពកក់ក្ដៅក្តីស្រឡាញ់ហើយម៉ែក៏ពុំដែលសួរសោះថាឯងជានរណាឯងមកពីណាពេលដែលមកភ្លាមក៏ស្រឡាញ់ផ្លែតតែម្ដងពេលដែលប្រត់ប្រាស់ទៅក៏សោកស្ដាយអាឡ័យអាឡោះស្រណោះស្រណោកវិយោគទឹកភ្នែកហូររហាមការប្រត់ប្រាស់គ្នាវាពិតជាធ្វើឲ្យមានអារម្មណ៍ស្រងេះស្រងោចបើមនុស្សនោះជាមនុស្សដែលយើងស្រឡាញ់ពេលប្រត់ប្រាស់ទៅក៏កាន់តែធ្វើឲ្យយើងឈឺចាប់ស្និទ្ធស្នាលណាស់កាន់តែមានអារម្មណ៍ថាឈឺចាប់ណាស់ស្រឡាញ់តិចទុកក៏មានតិចបើមិនស្រឡាញ់ក៏មិនចាំបាច់មានទុកហើយបើមានស្រឡាញ់ក៏មានស្អប់ជាគូនឹងគ្នាផងដែរដែលនេះគឺជាសច្ចធម៌ពិតមានក្នុងជីវិតនេះជីវិតរមែងមានការមកនិងការទៅដែលយើងតែងតែនិយាយថាការប្រត់ប្រាស់ឬឃ្លាតចាកគ្នារាល់ពេលដែលឃ្លាតចាកគ្នាធ្វើឲ្យមានអារម្មណ៍ថាមានភាពខុសប្រក្រតីយើងសាកគិតទៅមើលសូម្បីត្រឹមតែជាការឃ្លាតចាកស្រុកកំណើតធម្មតាហើយដឹងថាមិនយូរប៉ុន្មាននឹងត្រូវត្រឡប់មកជួបគ្នាវិញក៏នៅតែមានការអាឡោះអាល័យស្រងេះស្រងោចខ្លោចចិត្តនឹកគិតបារម្ភគ្នាចោះទម្រាំតែជីវិតដែលត្រូវឃ្លាតទៅដោយគ្មានថ្ងៃវិលត្រឡប់វិញតើវានឹងទៅជាយ៉ាងណាវិញដែរទៅនេះគឺជាគំនិតពិចារណារបស់ជនមួយចំនួនដែលតែងតែសិក្សានិងតាមដាននៅធាតុពិតនៃជីវិតនេះព្រមទាំងតាមសង្កេតតាមពិនិត្យប្រកបដោយយោនិសោមនសិការៈតាមពិតទៅនោះនេះគឺគ្រាន់តែជាការផ្លាស់ប្ដូរទម្រង់ខ្លះៗដើម្បីសម្រួលដល់ជីវិតនៅពេលដែលវាទៅភពប្រសពជាមួយនឹងហេតុការណ៍ដ៏អាក្រក់ឬក៏ទុកទោសទាំងឡាយវាដូចជាការដែលផ្លាស់ពីដេកមកដើរឈរទៅអង្គុយជាដើមមិនឲ្យជីវិតនៅដដែលដែលភាពដដែលនេះគឺដៅដល់សេចក្តីស្លាប់ព្រោះបាត់បង់សកម្មភាពលែងមានការដកដង្ហើមចេញចូល
សេចក្តីស្លាប់នេះគឺជាជំរើសដ៏ល្អបំផុតដែលធម្មជាតិបានប្រគល់មកឲ្យគឺនៅពេលដែលប្រព័ន្ធសារពាង្គកាយបាត់បង់នៅតុល្យភាពគ្រប់យ៉ាងគឺត្រូវវិលត្រឡប់ទៅកាន់សភាពដើមវិញហើយក៏ផ្ដើមសារជាថ្មីឡើងវិញទៀតដរាបណាចំហាយនៃវដ្តដាក់ពោលគឺកិលេសកម្មវិបាកនៅតែមាននៅពេលដែលយើងនឹកឃើញដល់ភាពពិតនៃជីវិតដែលបានកើតមកចិត្តយើងរមែងសប្បាយរីករាយពុនប្រមាណហើយយើងត្រេកអរខ្លាំងណាស់ចំពោះជីវិតថ្មីដែលបានមកកើតនេះតែយើងភ្លេចគិតថាដំណើរគ្នានេះដែរអាចកំពុងតែមានសម្លេងទ្រហោយំរបស់ជនពួកខ្លះដែលបាត់បង់នៅជីវិតមួយដូចគ្នានេះផងដែរក្នុងពេលតែមួយជាមួយគ្នាសម្រាប់យើងគ្រប់គ្នាសាកសួរខ្លួនឯងទៅមើលតែយើងត្រូវរស់នៅដោយរបៀបបែបណាជាមួយនឹងការធ្វើដំណើរតាមផ្លូវដ៏វែងអន្លាយមួយនេះគិតឲ្យបានល្អហើយសឹមឆ្លើយពោលគឺឆ្លើយដោយការចេះដឹងតាមលក្ខណៈនៃសច្ចភាពនៃសច្ចភាពនៃសច្ចភាពនៃសច្ច